សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាល្ងាចនេះខ្ញុំចង់ជក់ជើងមាន់ហូបបងប្អូនថ្ងៃនេះចេញមក4ឥឡូវទឹកក៏ខ្ញុំដាំពុះដាក់គល់គ្រៃស្លឹកក្រូចសើចដើម្បីកាត់ឆ្អាបស្ងោរជាមួយជើងមាន់អញ្ចឹងណាហើយយើងស្ងោរកុំឲ្យឆ្អិនពេកគឺវាអត់ឆ្ងាញ់ទេបងប្អូនហើយលួចពេកផុយណាយើងស្ងោរមកល្មមមកយើងស្រង់យកទៅត្រាំទឹកកកចំនួន15នាទីដើម្បីឲ្យជើងមាន់កាន់តែស្រួយបន្ថែមរសជាតិឆ្ងាញ់អញ្ចឹងណានេះគ្រឿងក្រៅខ្ញុំហើយខ្ញុំភ្លេចដាក់ទឹកក្រូចឆ្មាបងប្អូនឃើញបងប្អូនអាចប្រើទឹកខ្មេះក៏បានបើសិនអត់មានក្រូចឆ្មាអញ្ចឹងណាហើយនេះខ្ញុំរៀបចំជ្រក់ឲ្យបងប្អូននិងម្ទេសហើយខ្ទឹមសខ្ញុំបុកឡើងម៉ត់ហើយម្ទេសខ្ញុំប្រើម្ទេសឆ្អើរដោយសារខ្ញុំនិងគ្រួសារខ្ញុំអត់ចេះហូបហឹរអញ្ចឹងណាក៏យើងកែច្នៃឲ្យមើលថាពណ៌ក្រហមស្អាតគេដែរណាកុំឲ្យតែគេចេះហូបហឹរហើយយើងអត់ចេះហូបហឹរអត់មានពណ៌ជ្រក់ទៅសស្ងិនអញ្ចឹងណាឲ្យវាក្រហមកាន់តែបន្ថែមមើលទៅថាទំនងដូចគេដែរឥឡូវគ្រឿងក្រៅខ្ញុំប្រមាណដាក់ចូលហើយជក់ជើងមាន់យើងត្រូវការជូរប្រៃហឹរតែខ្ញុំអត់ចេះហឹរខ្ញុំដាក់ទេចឹងវាហឹរតិចតិចដែរមិនមែនតែអត់ទេណាបងប្អូនណាឥឡូវចាប់ផ្ដើមកូរជ្រក់ដឹងតែឆ្ងាញ់ដឹងតែជាតិណាបងប្អូនហើយយើងបន្ថែមទឹកក្តៅដែលយើងដាំពុះច្រើនណាស់អ្នកខ្លះគេដាក់អាទឹកក្តៅដាំពុះទៅស្មើជើងមាន់ហ្នឹងណាយើងជួយរឿងប្រៃតិចយកចូលជាតិក្នុងមាន់ហ្នឹងហើយពេលខ្លះយើងហត់អាទឹកជើងមាន់ហ្នឹងជាតិហ្មងហើយបើបងប្អូនចេះហឹរទៀតបងប្អូនដាក់ម្ទេសខៀវហូបម្ទេសក្រហមហូបបុកដាក់ឲ្យខ្លាំងគឺកាន់តែឆ្ងាញ់បន្ថែមរសជាតិតែម្ដងណាបងប្អូនហើយបើខ្ញុំអត់ចេះខ្ញុំដាក់ម្ទេសឆ្អើរមើលពណ៌ម្ដងបងប្អូនចង់ថាខ្ញុំចេះចង់ថាយើងជាស្ត្រីមេផ្ទះយើងឆ្លាតវៃយើងចេះកែច្នៃអញ្ចឹងអ្នកមើលនឹងនងរបស់គេដែរតាមិនអត់ទំនងឥឡូវដល់វាហូបណាបងប្អូនមានទំនងទាន់បានហូបឲ្យមេដៃខ្លួនឯងមួយណាយើងធ្វើខ្លួនឯងអត់សើខ្លួនឯងក៏មិនបានដែរណាយើងធ្វើអីក៏ដោយរាល់ថ្ងៃយើងធ្វើ MMO ក៏យើងមានការខិតខំតស៊ូដែរបើយើងរាល់ថ្ងៃឲ្យតែបានបងប្អូនពុកម៉ែបងប្អូនជួយមើលគឺខ្ញុំសប្បាយចិត្តទោះបីមិនបានថាលុយលាក់លឺមេក៏ដោយណាហើយខ្ញុំបងប្អូនឃើញវីដេអូខ្ញុំជួយមើលផងណាហើយជួយ like ជួយ comment តជួយតាមដានជួយចុចអ្នកមួយផងយកគ្នាយើងចង់ថាអ្នកលេង MMO ដូចគ្នាគឺចង់ឲ្យមានអ្នកមើលច្រើនមានវីដេអូផ្ទុះខ្ញុំធ្វើយូរដែរចង់ថាយើងអត់សូវមានពេលវេលាបងប្អូនអញ្ចឹងទៅអត់ទាន់មានវីដេអូណាផ្ទុះបើបានគេថាមានវីដេអូមួយផ្ទុះគឺជំរុញថា Facebook ជំរុញបើការមើលឃើញហើយមានមិនបាច់ថាយើងសុំ follow គេណាគឺ follow មកឯងមានអ្នកមើលច្រើនទៀតតែខ្ញុំមិនទាន់ទេណាហើយអរគុណ